เทคนิค3ในក្នុងការគ្រប់គ្រងពេលវេលាក៏ឡងពេលប្រឡងជាធម្មតាអូនអត់សើបកែក៏ដូចជាប៉ុននៅក្នុងការគ្រប់គ្រងពេលវេលាម៉ានេះអញ្ចឹងធ្វើឲ្យការប្រឡងបងអូនភាគច្រើនធ្វើអត់ទាន់ហើយធ្វើខុសទៀតអញ្ចឹងខ្ញុំសង្ឃឹមថាเทคនិค3នេះនឹងជួយអ្នកតគ្នាឲ្យប្រឡងតាមពេលវេលាហើយធ្វើត្រូវអញ្ចឹងមុននឹងចូលវីដេអូមួយនេះដែរអ្នកតគ្នាកុំភ្លេចចុច report like ក៏ដូចជា mention មិត្តភ័ក្តិយើងឃើញវីដេអូនេះបានកាន់តែច្រើនកាន់តែល្អជាពិសេសសម្រាប់អូនដែលគាត់ធ្វើប្រឡងបាក់ឌុបនៅឆ្នាំនឹងផ្ទាល់តែម្ដងเทคนิคទី1ឆ្លើយសំណួរណាដែលងាយសិនអ្វីដែលគ្នាត្រូវធ្វើដំបូងគេហ្នឹងគឺ scan មើលសំណួរណាដែលស្រួលជាងគេអញ្ចឹងនៅពេលដែលគ្នា scan ឃើញហើយអញ្ចឹងអ្នកគ្នាចាប់ផ្ដើមនៅក្នុងការធ្វើសំណួរស្រួលនឹងមុនគេទៅរំលងអបបាក់ក៏ដូចជាកន្លែងណាដែលយើងអត់ច្បាស់ទុកចោលសិនសម្រាប់ខ្ញុំនៅពេលដែលខ្ញុំអនុវត្តវិធីមួយហ្នឹងទៅធ្វើឲ្យខ្ញុំមានទំនុកចិត្តលើខ្លួនឯងជាងមុនហើយមួយទៀតធ្វើឲ្យខ្ញុំអាចទទួលបានពិន្ទុនឹងបានលឿនជាងមុនដូចគ្នាដែរทคនិคទី2ឆ្លើយសំណួរមធ្យមវាគឺជាសំណួរមួយដែលអ្នកទាំងគ្នាចេះខ្លះហើយមួយទៀតអ្នកគ្នាត្រូវតែគិតបន្ថែមទៅលើតាក់ទងជាមួយនឹងចម្លើយដូចគ្នាដែរทคនិคទី3ឆ្លើយសំណួរពិបាកបូករួមជាមួយនឹងការត្រួតពិនិត្យឡើងវិញทคនិคនេះគឺទាមទារអ្នកគ្នាត្រូវផ្ដោតអារម្មណ៍ទៅលើការឆ្លើយសំណួរពិបាកហ្នឹងបន្តិចហើយបន្ទាប់មកអ្នកទាំងគ្នាត្រូវតែចេះតាក់ទងជាមួយនឹងការមើលចម្លើយក៏ដូចជាទាញចម្លើយឡើងវិញដូចគ្នាដែរយើងមិនប្រកាសថាយើងធ្វើត្រូវឬក៏យើងអាចនឹងខ្វះសំណួរចម្លើយណាមួយចឹងអ្នកគ្នាត្រូវតែចេះពិនិត្យឡើងមកវិញសម្រាប់អូនដែលចង់ទិញសៀវភៅនៅក្នុងការស្វែងសិក្សាបន្ថែមឲ្យចំណេញទៀតណាគឺអ្នកទាំងគ្នាអាចទិញពី page សាលា Team KX និង Mat Team KX បានហើយកុំភ្លេច mention ថាអ្នកទាំងគ្នាទិញសៀវភៅនឹងតាមរយៈខ្ញុំពួកគាត់នឹងឲ្យ discount អ្នកទាំងគ្នា 10% ភ្លាមសម្រាប់ការទិញសៀវភៅទាំងអស់តែម្ដងនៅពេលដែលខ្ញុំរៀនវិទ្យាល័យក៏ខ្ញុំបានទិញសៀវភៅពីខាង page របស់ពួកគាត់យកមកធ្វើដែរសៀវភៅរបស់គាត់មានកំណែមានចម្លើយបូករួមមេរៀននិងរូបមន្តនៅក្នុងនឹងតែម្ដងអញ្ចឹងនៅពេលដែលអ្នកទាំងគ្នារៀនគឺធ្វើឲ្យការសិក្សារបស់យើងងាយស្រួលខ្លាំងមែនតើហើយបើដែលកាន់តែពិសេសមួយទៀតនោះអ្នកទាំងគ្នាក៏អាចរៀនតាមរយៈការ live នៅក្នុង Facebook page របស់ពួកគាត់បានដូចគ្នាដែរហើយនេះគឺសុទ្ធសឹងតែជា feedback ពីសិស្សដែលគាត់បានទិញសៀវភៅពីខាងលោកគ្រូ Mat Team KA ជេពីថាទទួលបាននិទេសល្អមែនតើ